តើអ្នកធ្លាប់មានអារម្មណ៍បែបនេះទេអ្នកចង់សម្រេចបាននៅរឿងធំដុំណាមួយអ្នកស្រមៃចង់បានភាពជោគជ័យនិងគិតទៅដល់ជីវិតដ៏ល្អប្រសើរមួយប៉ុន្តែដល់ពេលដែលត្រូវធ្វើសកម្មភាពអ្នកបែរជាពន្យាពេលទៅវិញអ្នកនិយាយថាចាំស្អែកចាំធ្វើបើសិនបើអ្នកធ្លាប់ជាមនុស្សដែលមានមហិច្ឆតាខ្ពស់ប៉ុន្តែខ្ជិលច្រអូសរឿងរ៉ាវមួយនេះគឺសម្រាប់អ្នកវាអាចនឹងផ្លាស់ប្ដូរការយល់ឃើញចំពោះជីវិតរបស់អ្នកជារៀងរហូតកាលពីព្រេងនាយមានភូមិតូចមួយព័ទ្ធជុំវិញទៅដោយវាលស្រែខៀវស្រងាត់និងដើមឈើធំៗខ្ពស់ៗនៅក្នុងភូមិនោះមានបុរសក្មេងម្នាក់ឈ្មោះថាអាមៀមានអាយុ25ឆ្នាំគាត់ជាមនុស្សដែលមានរាងកាយមាំមួនមានសុខភាពល្អនិងពោរពេញទៅដោយក្តីស្រមៃគាត់តែងតែប្រាប់មិត្តភ័ក្តិរបស់គាត់ថាថ្ងៃណាមួយខ្ញុំនឹងក្លាយជាកសិករដែលមានបំផុតនៅក្នុងភូមិនេះវាលស្រែរបស់ខ្ញុំនឹងលឿងទុំភ្លឺផ្លេតដូចមាសដោយសារតែភោគផលមនុស្សម្នានឹងមកសុំដំបូន្មានពីខ្ញុំហើយខ្ញុំនឹងទទួលបានការគោរពនៅគ្រប់ទីកន្លែងមនុស្សគ្រប់គ្នានៅក្នុងភូមិសុទ្ធតែកោតសរសើរចំពោះមហិច្ឆតារបស់អាមៀប៉ុន្តែមានបញ្ហាមួយអាមៀជាមនុស្សខ្ជិលនៅពេលដែលព្រះអាទិត្យរះឡើងកសិករដទៃបានធ្វើដំណើរទៅកាន់វាលស្រែប៉ុន្តែអាមៀនៅតែដេកសំងំនៅលើគ្រែនៅពេលដែលបុរសនៅក្នុងភូមិខិតខំប្រឹងប្រែងធ្វើការងារក្រោមកម្ដៅថ្ងៃដ៏ហួតហែងអាមៀបែរជាមកអង្គុយនៅក្រោមម្លប់ឈើហើយនិយាយរៀបរាប់អំពីក្តីស្រមៃរបស់ខ្លួននៅពេលដែលស្ត្រីទៅដងទឹកពីអណ្ដូងអាមៀនិយាយថាខ្ញុំនឹងធ្វើវានៅពេលក្រោយគាត់តែងតែមានផែនការធំជានិច្ចប៉ុន្តែគ្មានសកម្មភាពទាល់តែសោះគាត់ចូលចិត្តស្រមៃឃើញភាពជោគជ័យប៉ុន្តែគាត់ស្អប់ការខិតខំប្រឹងប្រែងធ្វើការធ្ងន់ដែលភាពជោគជ័យនោះត្រូវការល្ងាចមួយនោះមីរបស់អាមៀដែលជាកសិករចាស់ទុំនិងមានចំណេះដឹងជ្រៅជ្រះបានមកលេងគាត់បរិសុទ្ធជាមីបានសម្លឹងមើលទៅវាលស្រែដ៏ទំនេរទទេស្អាតរបស់អាមៀដីនោះជាដីមានជីជាតិល្អណាស់ប៉ុន្តែគ្មានដំណាំដាំដុះអ្វីសោះគាត់ក៏ពោលទៅកាន់អាមៀថាអាមៀក្មួយប្រុសតើហេតុអ្វីបានជាដីស្រែរបស់ក្មួយទំនេរទទេស្អាតបែបនេះក្មួយនិយាយអំពីភោគផលលឿងទុំដូចមាសប៉ុន្តែអ្វីដែលមាសបានឃើញមានតែដីស្ងួតហួតហែងអាមៀបានសើចហើយតបទៅវិញថាលោកមៀកុំបារម្ភអីចាំថ្ងៃស្អែកខ្ញុំនឹងចាប់ផ្ដើមហើយវាលស្រែរបស់ខ្ញុំនឹងក្លាយជាវាលស្រែដែលល្អបំផុតចាំតែមើលទៅចុះបរិសុទ្ធចំណាស់បានដកដង្ហើមធំព្រោះគាត់បានឮពាក្យថាចាំស្អែកនេះជាច្រើនដងមកហើយដូច្នេះគាត់ក៏សម្រេចចិត្តផ្ដល់មេរៀនមួយដល់អាមៀលោកមៀបានដកថង់តូច2ចេញពីហោប៉ៅរបស់គាត់ក្នុងនោះមានគ្រាប់ពូជខុសៗគ្នា2ប្រភេទគាត់បានហុចទៅឲ្យអាមៀរួចនិយាយថានេះមិនមែនជាគ្រាប់ពូជធម្មតានោះទេពួកវាជាគ្រាប់ពូជទឹកគ្រាប់ពូជជាមួយគឺគ្រាប់ពូជមហិច្ឆតាប្រើសិនបើក្មួយដាំវាហើយស្រោចទឹកវាជារៀងរាល់ថ្ងៃវានឹងដុះលូតលាស់ទៅជាដើមឈើធំមួយដែលផ្ដល់ផ្លែផ្កាម្លប់និងភាពមានបានចំណែកឯគ្រាប់ពូជទី2គឺគ្រាប់ពូជនៃភាពខ្ជិលច្រអូសប្រសិនបើក្មួយដាំវានឹងលូតលាស់យ៉ាងលឿនប៉ុន្តែនឹងពោពេញទៅដោយស្មៅចង្រៃពាសពេញវាលស្រែរបស់ក្មួយទាំងមូលវានឹងបំផ្លាញរាល់អ្វីទាំងអស់ឥឡូវនេះអាមៀគ្រាប់ពូជទាំងពីរស្ថិតនៅក្នុងដៃរបស់ក្មួយហើយអនាគតនៃវាលស្រែនិងជីវិតរបស់ក្មួយគឺផ្អែកទៅលើថាតើក្មួយជ្រើសរើសថែរក្សាគ្រាប់ពូជមួយណាអាមៀបានសម្លឹងមើលទៅគ្រាប់ពូជទាំងពីរមួយសម្រាប់មហិច្ឆតានិងមួយទៀតសម្រាប់ភាពខ្ជិលច្រអូសគាត់គិតក្នុងចិត្តថាពិតណាស់ខ្ញុំត្រូវតែដាំគ្រាប់ពូជមហិច្ឆតាខ្ញុំចង់បានភាពជោគជ័យប៉ុន្តែនៅពេលព្រឹកមកដល់អាមៀមានអារម្មណ៍ថាហត់នឿយគាត់ក៏និយាយថាចាំស្អែកចាំដាំថ្ងៃខែបានកន្លងផុតទៅចុងក្រោយដោយសារតែភាពអបសុខរបស់គាត់បានដាំគ្រាប់ពូជទាំងពីរនៅក្នុងដីគាត់ប្រាប់ខ្លួនឯងថាចាំមើលថាតើមានអ្វីកើតឡើងខ្ញុំអាចថែទាំពួកវានៅពេលក្រោយក៏បានសប្តាហ៍ជាច្រើនបានកន្លងផុតទៅអាមៀក៏ភ្លេចគិតពីគ្រាប់ពូជទាំងពីរគាត់បានចំណាយពេលជារៀងរាល់ថ្ងៃទៅលើការគេងនិងការនិយាយដើមគេនិងក្តីស្រមៃពីភាពជោគជ័យរហូតដល់ថ្ងៃមួយគាត់បានដើរទៅកាន់វាលស្រែគាត់មានការភ្ញាក់ផ្អើលជាខ្លាំងគ្រាប់ពូជនៃភាពខ្ជិលច្រអូសបានដុះលូតលាស់យ៉ាងលឿនជាទីបំផុតស្មៅចង្រៃក្រាស់ខ្មឹកបានគ្របដណ្ដប់ផ្ទៃដីពួកវាបានរីករាលដាលទៅគ្រប់ទិសទីនិងចងរឹតដីស្រែទាំងមូលចំណែកឯគ្រាប់ពូជមហិច្ឆតាវាមានសភាពទន់ជ្រាយតូចល្អិតនិងចិត្តដាច់ខ្យល់ស្លាប់អស់ទៅហើយពីព្រោះតែវាមិនដែលទទួលបានទឹកនិងការថែទាំទាល់តែសោះក្តីស្រមៃរបស់អាមៀបានคล้ายទៅជាសុបិនអាក្រក់លោកមីរបស់គាត់បានត្រឡប់មកវិញហើយបានឃើញវាលស្រែនោះគាត់បានពោលថាអាមៀចូលដើរមើលដីស្រែរបស់ក្មួយចុះនេះហើយជាជីវិតរបស់ក្មួយមហិច្ឆតាគឺប្រៀបដូចជាគ្រាប់ពូជតូចមួយវាត្រូវការការថែទាំការខិតខំប្រឹងប្រែងនិងសកម្មភាពប្រចាំថ្ងៃ
បើគ្មានការធ្វើការងារទេវានឹងស្លាប់ប៉ុន្តែភាពខ្ជិលច្រអូសវារស់នៅបានដោយឯងវាដុះរីករាលដាលលឿនណាស់ហើយវាបំផ្លាញរាល់ក្តីស្រមៃទាំងអស់ដែលមាននៅលើផ្លូវរបស់វាក្មួយប្រុសក្មួយចង់ក្លាយជាមនុស្សអស្ចារ្យប៉ុន្តែភាពខ្ជិលរបស់ក្មួយបានលួចយកអនាគតរបស់ក្មួយបាត់អស់ទៅហើយអាមៀបានលោតជង្គង់ចុះគាត់បានប៉ះទៅលើក្របពូជមហិច្ឆតាដែលជិតស្លាប់នោះហើយទឹកភ្នែករបស់គាត់ក៏បានហូរស្រក់ចុះជាលើកដំបូងបំផុតដែលគាត់បានដឹងការពិតជាក់ស្ដែងត្រឹមតែក្តីស្រមៃគឺមិនទាន់គ្រប់គ្រាន់ឡើយមានតែសកម្មភាពប៉ុណ្ណោះដែលធ្វើឲ្យក្តីស្រមៃរស់រានមានជីវិតបានយប់នោះអាមៀដេកមិនលក់ឡើយគាត់បានគិតអំពីពេលវេលាដែលគាត់បានបំផ្លាញចោលគិតពីការសន្យាខ្យល់របស់ខ្លួននិងឱកាសដែលបានបាត់បង់គាត់បានខ្សឹបប្រាប់ខ្លួនឯងថាប្រសិនបើខ្ញុំមិនផ្លាស់ប្ដូរនៅពេលនេះទេភាពខ្ជិលច្រអូសនឹងគ្រប់គ្រងលើរូបខ្ញុំជារៀងរហូតព្រឹកបន្ទាប់មុនព្រះអាទិត្យរះឡើងអាមៀបានភ្ញាក់ពីគេងគាត់បានដកស្មៅចង្រៃទាំងនោះចេញដោយដៃទទេរបស់គាត់វាជារឿងដ៏លំបាកខ្លាំងណាស់វាធ្វើឲ្យគាត់ឈឺខ្នងចំណែកឯដៃរបស់គាត់ក៏ហូរឈាមប៉ុន្តែគាត់មិនព្រមបោះបង់ឡើយគាត់បានស្រោចទឹកទៅលើក្របពូជមហិច្ឆតាគាត់ថែទាំវាជារៀងរាល់ថ្ងៃមិនដែលខកខានបន្តិចម្ដងក្របពូជនោះបានដុះលូតលាស់ជាដើមឈើដ៏រឹងមាំមួយហើយជាច្រើនឆ្នាំកន្លងផុតទៅវាបានក្លាយជាដើមឈើដែលបានផ្ដល់ផលផ្លែផ្ដល់ម្លប់និងភាពមានបានត្រឡប់មកវិញអាមៀក៏បានផ្លាស់ប្ដូរខ្លួនឯងដែរគាត់លែងជាមនុស្សខ្ជិលទៀតហើយគាត់ត្រូវបានទទួលស្គាល់ទូទាំងភូមិថាជាកសិករម្នាក់ដែលតស៊ូប្រយុទ្ធប្រឆាំងនឹងភាពខ្ជិលច្រអូសរបស់ខ្លួនឯងហើយទទួលបានជ័យជំនះប្រិមិត្តអ្នកស្ដាប់ជាទីស្រឡាញ់រឿងរ៉ាវរបស់អាមៀមិនមែនគ្រាន់តែជារឿងរ៉ាវអំពីការធ្វើស្រែចម្ការនោះទេតែវាជារឿងរ៉ាវពិតអំពីជីវិតពួកយើងម្នាក់សុទ្ធតែមានក្របពូជពីរនៅក្នុងខ្លួនមួយគឺមហិច្ឆតាមួយទៀតគឺភាពខ្ជិលច្រអូសមហិច្ឆតានឹងដុះលូតលាស់បានលុះត្រាតែអ្នកផ្ដល់អាហារឲ្យវាជារៀងរាល់ថ្ងៃតាមការខិតខំប្រឹងប្រែងវិន័យនិងសកម្មភាពពិតប្រាកដចំណែកឯភាពខ្ជិលវិញវាដុះលូតលាស់ដោយឯងប៉ុន្តែវានឹងបំផ្លាញក្តីស្រមៃរបស់អ្នកដូច្នេះប្រសិនបើអ្នកជាមនុស្សដែលមានមហិច្ឆតាប៉ុន្តែខ្ជិលចូលចងចាំរឿងរ៉ាវរបស់អាមៀកុំរងចាំដល់ថ្ងៃស្អែកចាប់ផ្ដើមនៅថ្ងៃនេះស្រោចទឹកមហិច្ឆតារបស់អ្នកដកស្មៅចង្រៃនៃភាពខ្ជិលច្រអូសរបស់អ្នកចេញពីព្រោះកាលណាអ្នកកាន់តែរងចាំយូរក្តីស្រមៃរបស់អ្នកនឹងកាន់តែស្លាប់ទៅតាមនោះដែរបើសិនបើពេញចិត្តនៅសាច់រឿងមួយនេះហើយទទួលបានមេរៀនដ៏មានតម្លៃសូមកុំភ្លេចជួយ like វីដេអូនេះនិង subscribe channel នេះអរគុណជួបគ្នានៅវីដេអូក្រោយ